ទស្សនិកជនជាទីមេត្រីចិនបង្កើតប្រវត្តិសាស្ត្រថ្មីអនុម័តឧបករណ៍ផ្សំខួរក្បាលលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកដែលប្រការនេះគឺបានធ្វើឲ្យវ៉ាដាច់ក្រុមហ៊ុន Neuralink របស់កំពូលមហាសេដ្ឋី Elon Musk ប្រទេសចិនបានបង្កើតរបបប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធប្រសាទនិងវិទ្យាសាស្ត្រសកលដោយបានផ្ដល់ការអនុម័តជាផ្លូវការសម្រាប់ប្រើប្រាស់ក្នុងលក្ខណៈពាណិជ្ជកម្មនៅឧបករណ៍តភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រដែលហៅកាត់ថា BCI ប្រភេទវះកាត់បញ្ចូលក្នុងរាងកាយដំបូងគេបង្អស់នៅលើពិភពលោកជោគជ័យដ៏ធំធេងនេះបានធ្វើឲ្យចិនដណ្ដើមបានតំណែងនាំមុខគេនឹងវ៉ាដាច់ក្រុមហ៊ុនយក្ស Neuralink របស់មហាសេដ្ឋី Elon Musk របស់អាមេរិកដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង clinic នៅឡើយឧបករណ៍ផ្សំខួរក្បាលដែលមានទំហំប៉ុនកៈនេះគឺមានឈ្មោះថា NEO ត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Neuramatrix មានមូលដ្ឋាននៅទីក្រុងសៀងហៃនិងក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យលំដាប់កំពូលស៊ីងហួរឧបករណ៍នេះត្រូវបានរចនាឡើងជាពិសេសសម្រាប់ជួយអ្នកជំងឺដែលមានរបួសឆ្អឹងខ្នងនិងខ្វិនឲ្យអាចបញ្ជាគ្រឿងយន្តឬស្រោមដៃខ្យល់ដោយប្រើតែចិត្តគំនិតដើម្បីធ្វើសកម្មភាពប្រចាំថ្ងៃដូចជាចាប់កាន់វត្ថុឬរស់នៅដោយឯករាជ្យឡើងវិញអ្វីដែលជាចំណុចពិសេសនោះគឺ NEO ដំណើរការដោយគ្រាន់តែដាក់ sensor នៅលើស្រទាប់ការពារខួរក្បាលប៉ុណ្ណោះដោយមិនតម្រូវឲ្យដោតសរសៃអេឡិចត្រូនិកចូលទៅក្នុងកោសិកាខួរក្បាលផ្ទាល់ដែលមានហានិភ័យខ្ពស់ដោយវិធីសាស្ត្ររបស់ក្រុមហ៊ុន Neuralink នោះឡើយយោងតាមប្រភពដដែលបានគូបញ្ជាក់ថាសមិទ្ធផលដ៏លឿនរហ័សនេះបានកើតចេញពីយុទ្ធសាស្ត្រជំរុញយ៉ាងពេញទំហឹងពីរដ្ឋាភិបាលទីក្រុងប៉េកាំងដោយបានកំណត់យកបច្ចេកវិទ្យា BCI ជាឧស្សាហកម្មយុទ្ធសាស្ត្រសម្រាប់អនាគតនិងបានលុបបំបាត់របាំងច្បាប់ផ្សេងៗដើម្បីរុញច្រានក្រុមហ៊ុនបង្កើតថ្មីឲ្យដើរលឿនជាងមុនវិធីសាស្ត្ររបស់ចិនគឺផ្ដល់អត្ថប្រយោជន៍លើល្បឿននិងទំហំផលិតកម្មដែលវាខុសស្រឡះពីដំណើរការដ៏មានការប្រុងប្រយ័ត្នខ្ពស់និងយឺតយ៉ាវរបស់រដ្ឋបាលចំណីអាហារនិងឱសថរបស់អាមេរិកដែលហៅកាត់ថា FDA ដែលតម្រូវឲ្យមានការសាកល្បងតាមដំណាក់កាលយ៉ាងម៉ត់ចត់ធ្វើឲ្យបច្ចុប្បន្នមិនទាន់មានឧបករណ៍ BCI ណាមួយត្រូវបានអនុម័តឲ្យលក់លើទីផ្សារអាមេរិកនៅឡើយទេទោះបីជាយ៉ាងណាក៏ដោយការឈានមុខគេផ្នែកបច្ចេកវិទ្យានេះក៏បាននាំមកនូវក្តីបារម្ភនិងសំណួរដេញដោលយ៉ាងក្តៅគគុកអំពីព្រំដែនសីលធម៌ផងដែរនៅពេលដែលបច្ចេកវិទ្យានេះដើរហួសពីការព្យាបាលទៅជាការបង្កើនសមត្ថភាពមនុស្សដូចជាការពង្រឹងការចងចាំនិងការប្រាស្រ័យតាក់ទងពីខួរក្បាលទៅខួរក្បាលផ្ទាល់សំណួរធំៗដែលពិភពលោកមិនទាន់មានចម្លើយរួមមានតើនរណាជាម្ចាស់ទិន្នន័យដែលខួរក្បាលប្រមូលបានហើយថាតើរដ្ឋាភិបាលអាចបង្ខំសុំចូលពិនិត្យសញ្ញាប្រព័ន្ធប្រសាទរបស់ពលរដ្ឋបានដែរឬទេយ៉ាងណាមិញការអនុម័តឧបករណ៍ NEO របស់ចិនមិនត្រឹមតែផ្ដល់ដំណឹងល្អសម្រាប់អ្នកជំងឺដែលកំពុងរងចាំក្តីសង្ឃឹមប៉ុណ្ណោះទេប៉ុន្តែវាត្រូវបានគេមើលឃើញថាជាការបាញ់កំភ្លើងផ្ដល់សញ្ញាចាប់ផ្ដើមសម្រាប់ការប្រកួតប្រជែងជាសកលដែលច្បាប់ទម្លាប់នៃការប្រកួតនោះមិនទាន់ត្រូវបានសរសេរឡើងនៅឡើយនោះទេ